ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំសូមលើកយកនៅរឿងរ៉ាវមួយទៀតគឺតកតងទៅនឹងប្រលឹងខ្មោចឪពុកបានមកចេញមុខតវ៉ាជំនួសម្ចាស់មាន់ហើយរឿងរ៉ាវមួយនេះបានកើតឡើងនៅក្នុងខេត្តឧត្តរមានជ័យសម្បីតែសម័យខ្លួនផ្ទាល់ក៏គាត់ស្ទើរតែមិនគួរឲ្យជឿផងដែរថាការយល់សប្តិដែលប្រលឹងឪពុករបស់គាត់មកបញ្យល់សប្តិប្រាប់នោះវាពិតជាឈុតខ្លាំងមែនតើកុំអីធ្វើឲ្យពួកគាត់និងអ្នកជិតខាងនឹងមានការប្តឹងផ្តល់ឆ្លោះគ្នាដោយសារតែមេមន់មួយនេះជាជាពុំខានឡើយប៉ុន្តែសំណាងល្អគង់បានប្រលឹងខ្មោចឪពុកគាត់មកបញ្យល់សប្តិប្រាប់តាន់ធ្វើឲ្យរឿងរ៉ាវមួយនេះត្រូវស្ងប់ស្ងាត់ទៅវិញតាំងតែពីបុរាណមកខ្មែរយើងភាគច្រើនគាត់មានជំនឿទៅការយល់សប្តិឬក៏ប្រផ្នូលផ្សេងៗហើយជំនឿទាំងអស់នោះនៅតែមានការដាក់ជាប់នៅក្នុងផ្នត់គំនិតរបស់ពួកគាត់នៅឡើយនោះទេដោយករណីស្ត្រីខាងលើនេះអញ្ចឹងដោយសារតែមានការជឿទៅលើប្រលឹងខ្មោចឪពុកក្មេកដែលបានមកបញ្យល់សប្តិប្រាប់អំពីមូលហេតុកុំអីក្រុមគ្រួសាររបស់ពួកគាត់នឹងជួបនៅរឿងរ៉ាវឆ្លោះប្រកែកជាមួយនឹងអ្នកជិតខាងហើយអាចឈានទៅដល់ការប្តឹងផ្តល់គ្នានៅតុលាការក៏ថាបានដែររឿងរ៉ាវនោះគឺស្ត្រីដែលជាកូនប្រសាព្រោះគាត់បានទិញមេមាន់មួយក្បាលពីស្ត្រីម្នាក់ហើយចៃដន្យអីគឺគាត់បានទិញមេមាន់មួយក្បាលពីស្ត្រីម្នាក់ដែលបានលួចមេមាន់គេយកមកលក់ឲ្យគាត់ហើយចៃដន្យអ្វីនៅថ្ងៃមួយនោះម្ចាស់គេក៏មកឃើញហើយស្គាល់ថាមាន់ដែលស្ត្រីខាងលើទិញនេះគឺជាមាន់របស់គេក៏កើតមានជាការជជែកវែកញែកដាក់គ្នាមិនដាច់ស្រេចឡើយលុះពេលជប់ឡើងស្រាប់តែស្ត្រីជាកូនប្រសាបានយល់សប្តិឃើញប្រលឹងខ្មោចឪពុកក្មេកបានមកប្រាប់ថាមេមាន់ដែលរូបគាត់បានទិញនោះគឺជារបស់គេពិតមែនហើយទើបធ្វើឲ្យកូនបង្កើតនិងកូនប្រសាមានការជឿជាក់ទៅលើយល់សប្តិក៏យល់ព្រមប្រគល់មេមាន់នោះឲ្យទៅម្ចាស់ដើមគេវិញទៅដើម្បីបញ្ចប់រឿងរ៉ាវដែលនឹកស្មានមិនដល់និងមិនគួរឲ្យជឿនេះបើគុំតែយល់សប្តិឃើញប្រលឹងខ្មោចឪរបស់ខ្លួនមកបញ្យល់សប្តិប្រាប់នោះទេម្ល៉េះសំនឹងកើតមានរឿងរ៉ាវចំនួនវែងឆ្ងាយបៃអូហូស្ទឹងរហូតឈានដល់ការប្តឹងផ្ដាល់គ្នាអស់ប្រកាសជាពុំខានឡើយដោយសារតែមេមាន់មួយក្បាលរឿងរ៉ាវមួយនេះបានកើតឡើងទៅលើគ្រួសារកសិករមួយជាអ្នករស់នៅក្នុងភូមិសាមគ្គីក្រុងសំរោងខេត្តឧត្តរមានជ័យពួកគាត់ទាំងពីរអ្នកប្តីប្រពន្ធបាននិយាយទាំងក្រវីក្បាលហើយបានពោលទាំងហួសចិត្តបិទនឹកស្មានមិនដល់ថាប្រសិនបើប្រលឹងខ្មោចឪពុករបស់គាត់មិនមកបញ្យល់សប្តិប្រាប់គាត់នោះទេពួកខ្ញុំពីរអ្នកប្តីប្រពន្ធប្រកាសជាមានរឿងរ៉ាវវែងឆ្ងាយពីបទទទួលទិញពីចៅព្រោះតែមេមាន់មួយនោះយើងបានទិញពីចៅដែលគេបានចាប់យកមកលក់ឲ្យយើងរឿងនេះបើខ្ញុំនិយាយប្រាប់ទៅអ្នកខ្លះគេថាខ្ញុំនេះនិយាយភូតផុសក៏ហាក់គេមិនខានប៉ុន្តែវាគឺជារឿងពិតដែលបានកើតឡើងមកលើក្រុមគ្រួសាររបស់ខ្ញុំពិតប្រាកដមែនអ្នកមិញសាយដែលបានទទួលទិញមាន់ពីស្ត្រីម្នាក់ដែលបានលួចមាន់គេយកមកលក់ឲ្យគាត់នោះគាត់បាននិយាយដឹងថាខ្ញុំមានក្មួយប្រុសបង្កើតម្នាក់គេគឺជាកសិករធ្វើស្រែចម្ការហើយគេក៏ជាអ្នកចិញ្ចឹមសត្វមាន់ទានៅខេត្តផ្សេងពីខ្ញុំរឿងរ៉ាវមួយនេះបានកើតឡើងនៅក្នុងអំឡុងឆ្នាំ2012ហើយកាលពីមុនភ្ជុំបិណ្ឌកន្លងទៅក្មួយរបស់ខ្ញុំគេចិញ្ចឹមមាន់មានចំនួនរហូតដល់150ក្បាលឯណោះប៉ុន្តែគួរឲ្យសោកស្ដាយរយៈពេលមិនដល់1អាទិត្យផងមាន់របស់គេ150ក្បាលហ្នឹងក៏ឈឺងាប់អស់គ្មានសល់សូម្បីតែកូនមាន់មួយក្បាលក៏គ្មានផងធ្វើឲ្យក្មួយប្រុសខ្ញុំគ្នាខាតបង់ប្រាក់កាក់យ៉ាងច្រើនបន្ទាប់មកក្មួយប្រុសខ្ញុំគេក៏បានពឹងពាក់ឲ្យខ្ញុំនេះសាកសួរអ្នកភូមិណាដែលគេចង់លក់មេមាន់ហើយបើគេមានលក់ឲ្យខ្ញុំជួយទិញឲ្យគេផងដើម្បីគេយកទៅចិញ្ចឹមបន្តដំបងឡើយខ្ញុំនិងប្តីរបស់ខ្ញុំបានបដិសេធចំពោះសំណើក្មួយប្រុសរបស់ខ្ញុំពីព្រោះថាខ្លាចមានបាបកម្មប៉ុន្តែដោយសារតែក្មួយប្រុសខ្ញុំវាអង្វរកពេកទើបខ្ញុំក៏ទទួលយល់ព្រមពឹងពាក់ពីក្មួយប្រុសខ្ញុំទៅអ្នកមិញសាយគាត់និយាយទៀតថាក្មួយប្រុសខ្ញុំគេបានຕົកលុយចំនួន200,000រៀលឲ្យខ្ញុំដើរទិញមេមាន់ឲ្យគេហើយនៅក្នុងថ្ងៃមួយនោះក៏មានស្ត្រីម្នាក់ដែលជាក្រមុំសៅកែមានអាយុ32ឆ្នាំជាកូនកំព្រាឪពុកម្ដាយហើយរស់នៅជាមួយនឹងជីតានៅឯចុងភូមិរបស់ខ្ញុំនេះគេក៏បានអោបមេមាន់មួយក្បាលដែលធាត់ត្រលុកត្រលន់យកមកលក់ឲ្យខ្ញុំនៅក្នុងតម្លៃ1គីឡូ 11,500រៀលកាលនោះមេមាន់
ន់មួយក្បាលនោះគឺថ្លឹងទៅមានទម្ងន់2គីឡូក្រាមហើយខ្ញុំទិញមេមាន់នេះនៅក្នុងតម្លៃ 20,000 ជាងពេលដែលខ្ញុំទិញបានភ្លាមខ្ញុំក៏យកមេមាន់នោះទៅចងទុកនៅក្រោមដើមស្វាយខាងក្រោយផ្ទះដោយខ្ញុំរងចាំទិញឲ្យបានចំនួន 4-10 ក្បាលទៀតខ្ញុំនឹងទូរស័ព្ទហៅក្មួយប្រុសរបស់ខ្ញុំមកយកហើយបន្ទាប់ពីខ្ញុំទិញបានមេមាន់មួយក្បាលថតត្រលុកត្រលន់ពីនាងក្រមុំសៅកែម្នាក់នោះរំលងបាន2យប់ស្រាប់តែប្តីរបស់ខ្ញុំគាត់បានយល់សប្តិឃើញប្រលឹងខ្មោចឪពុកបង្កើតរបស់គាត់នឹងដែលបានស្លាប់ទៅជិត2ឆ្នាំហើយបានមកចង្អុលមុខថែមទាំងនិយាយខឹងសម្បាដាក់ប្តីរបស់ខ្ញុំថាណែអន្តិតម៉ៅឯងមិនបានទៅលួចមេមាន់គេអញ្ចឹងមិនខ្លាចមានបាបកម្មមានកម្មពៀទេអីពេលនោះនៅក្នុងយល់សប្តិនោះប្រលឹងប្តីរបស់ខ្ញុំក៏បានឆ្លើយប្រកែកទៅប្រលឹងខ្មោចឪពុករបស់គាត់ថារូបគាត់មិនបានលួចមេមាន់គេនោះទេហើយពួកគាត់ទាំងពីរនាក់ក៏បានប្រឹងប្រកែកនៅក្នុងយល់សប្តិនោះរហូតធ្វើឲ្យប្តីខ្ញុំភ្ញាក់ដឹងខ្លួនឡើងលុះពេលព្រឹកឡើងប្តីខ្ញុំក៏យករឿងរ៉ាវយល់សប្តិកាលពីយប់មិញហ្នឹងមកប្រាប់ខ្ញុំហើយខ្ញុំនិងប្តីខ្ញុំក៏នាំគ្នាក៏កាត់រឿងយល់សប្តិនោះចាក់កន្ទុយលេខប៉ុន្តែកាលនោះអត់ត្រូវនោះទេលុះក្រោយពេលដែលប្តីខ្ញុំយល់សប្តិឃើញប្រលឹងខ្មោចឪពុករបស់គាត់រំលងទៅបាន2ថ្ងៃក្រោយមកស្រាប់តែមានស្ត្រីម្នាក់នៅក្នុងភូមិរបស់ខ្ញុំដែលគេគឺជាម្ចាស់មាន់ពិតប្រាកដនឹងហើយគេក៏ជាអ្នកភូមិរស់នៅក្បែរខាងខ្ញុំផងដែរថ្ងៃមួយនោះស្ត្រីដែលជាម្ចាស់មាន់ពិតប្រាកដនឹងគេបានចូលមកអង្គុយនិយាយលេងជាមួយនឹងខ្ញុំចែកគ្នាពីនេះពីនោះមួយសន្ទុះស្រាប់តែម្ចាស់មាន់ដើមនឹងគេនិយាយប្រាប់ខ្ញុំថាមិញហើយមិញខ្ញុំបាត់មេមាន់មួយក្បាលមានទម្ងន់ប្រហែល2គីឡូជាងបាត់មេមាន់មួយក្បាលហ្នឹងអស់រយៈពេល4ថ្ងៃហើយមិនដឹងថាវាដើរទៅទីណាឬក៏មិនដឹងថាអាថ្លើមខ្មៅណាលួចចាប់វាយកទៅនោះទេហើយមេមាន់មួយក្បាលរបស់ខ្ញុំហ្នឹងមិញវាកំពុងតែក្រាបពងទៀតស្ត្រីដែលជាម្ចាស់មាន់ពិតប្រាកដនាងនិយាយមិនតាន់ចាប់ស្រួលបួរជាមួយខ្ញុំផងស្រាប់តែមេមាន់ដែលខ្ញុំទិញពីស្ត្រីម្នាក់ដែលបានលួចយកមកលក់ឲ្យខ្ញុំហ្នឹងវារបូតចំណងមិនដឹងថាវារបូតចំណងតាំងពីពេលណាមកនោះទេហើយមេមាន់នោះវាបានដើរមកស្រែកក្បែរជើងរបស់ម្ចាស់ដើមវាហ្នឹងពេលនោះស្ត្រីដែលជាម្ចាស់មាន់ពិតប្រាកដហ្នឹងគ្រាន់តែឃើញមាន់ភ្លាមនាងស្គាល់ហើយក៏ស្រែកឡើងភ្ញាក់ថាមិញនេះមេមាន់របស់ខ្ញុំដែលបាត់4ថ្ងៃនោះតានេះហើយចាស់មិនវាក៏ដើរបានឆ្ងាយម្លេះមកដល់ផ្ទះមិញឯងឮស្ត្រីម្ចាស់មាន់ពិតប្រាកដនិយាយដូច្នេះខ្ញុំក៏ស្រែកឡើងវាស់ថាតែមេមាន់នេះអញទៅតែទិញពីនាងក្រមុំសៅកែនៅឯចុងភូមិទៅតែបាន4ថ្ងៃហើយនៅក្នុងតម្លៃជាង 20,000 ឯណោះបើនឹងឯងមិនជឿទេទៅសួរយាយផាន់ទៅគាត់ក៏នៅអង្គុយទីនោះផងដែរពេលដែលយើងទិញមាន់ពីនាងក្រមុំសៅកែនោះពេលនោះដែរម្ចាស់មាន់ពិតប្រាកដក៏បានទៅសួរយាយផាន់ហើយយាយផាន់ក៏បានបញ្ជាក់ថារូបខ្ញុំពិតជាបានទិញមេមាន់នេះពីនាងក្រមុំសៅកែពិតប្រាកដមែនគឺទិញទុកឲ្យក្មួយប្រុសរបស់ខ្ញុំយកទៅចិញ្ចឹមស្រាប់ពេលជាមួយគ្នានោះដែរខ្ញុំនិងស្ត្រីដែលជាម្ចាស់មាន់ពិតប្រាកដបានឆ្លោះប្រកែកគ្នាចុះឡើងគឺខ្ញុំមិនជឿថាមាន់នេះគឺជារបស់នាងនោះទេហើយនាងក៏មិនជឿថាមាន់នោះក៏ជារបស់ខ្ញុំដែលបានទិញពីនាងក្រមុំសៅកែនោះដែរគឺនៅក្នុងចិត្តនាងគិតថាខ្ញុំនេះគឺជាចៅក្រោយពីពួកយើងបានឆ្លោះប្រកែកគ្នាមួយសន្ទុះមកប្តីខ្ញុំក៏មកតន់ល្មមហើយគ្រាន់តែប្តីខ្ញុំឮថាខ្ញុំនេះលួចមាន់នាងប្តីខ្ញុំក៏មានអារម្មណ៍ថាក្តៅឆាវដាក់ស្ត្រីជាម្ចាស់មាន់ពិតប្រាកដនោះហើយចំណែកឯស្ត្រីជាម្ចាស់មាន់នោះរូបនាងក៏ស្ទុះវឹងដើរចេញពីផ្ទះរបស់ខ្ញុំទៅមិញសាយក៏និយាយទៀតថាលុះយប់ឡើងស្រាប់តែខ្ញុំយល់សប្តិឃើញប្រលឹងខ្មោចឪពុកក្មេករបស់ខ្ញុំមកនិយាយប្រាប់ខ្ញុំថាកូនណាកូនមេមាន់នេះគឺជារបស់នាងពិតប្រាកដមែនដូច្នេះហើយស្អែកឡើងកូនឯងត្រូវតែយកមេមាន់នេះទៅប្រគល់ឲ្យម្ចាស់ដើមគេវិញផងមេមាន់នេះគឺឪជាអ្នកគៀងឲ្យវាដើរទៅក្បែរជើងម្ចាស់របស់វាទេកូនហើយកូនកុំចង់បានរបស់គេធ្វើអ្វីនាំតែមានកម្មពៀទេកូនលុះព្រឹកឡើងខ្ញុំក៏បានយករឿងយល់សប្តិនេះនិយាយជាមួយនឹងប្តីខ្ញុំហើយប្តីខ្ញុំក៏គាត់និយាយថារូបគាត់ក៏ធ្លាប់យល់សប្តិឃើញឪពុករបស់គាត់នេះមកបញ្យល់សប្តិប្រាប់គាត់ថាគាត់បានលួចមេមាន់គេអញ្ចឹងប្រហែលជាមេមាន់នេះពិតជារបស់ស្ត្រីម្នាក់នោះពិតប្រាកដហើយព្រឹកឡើងខ្ញុំនិងប្តីខ្ញុំនាំគ្នាទៅសួរនាងក្រមុំសៅកែនោះដែលបានយកមេមាន់នោះមកលក់ឲ្យខ្ញុំដំបូងឡើយនាងក្រមុំសៅកែនោះប្រកែកថាវាគឺជាមេមាន់របស់នាងប៉ុន្តែដល់ពួកខ្ញុំចុះជីកសួរចុះឡើងទៅនាងយល់ព្រមសារភាពប្រាប់ថាការពិតទៅមេមាន់មួយក្បាលនោះគឺនាងមិនស្គាល់ម្ចាស់វានោះទេហើយនាងឃើញមេមាន់នេះដើរមកចឹកចំណីក្រោមផ្ទះរបស់នាងនាងចាប់យកមេមាន់នោះទៅលក់ឲ្យខ្ញុំតែម្ដងទៅ
បន្ទាប់ពីខ្ញុំដឹងរឿងនេះមកខ្ញុំក៏បាន3មេមន់នោះយកទៅឲ្យម្ចាស់ដើមគេវិញហើយខ្ញុំក៏បាននិយាយសុំទោសកុំឲ្យនារីដែលជាម្ចាស់មន់ពិតប្រាកដនោះមានការប្រកាន់ខឹងចំពោះក្រុមគ្រួសារខ្ញុំអីហើយរឿងរ៉ាវនេះក៏បានចប់សពគ្រប់ត្រឹមតែប៉ុណ្្នឹងទៅចាបងប្អូនអ្នកស្ដាប់នេះគឺជារឿងរ៉ាវតាក់ទងទៅនឹងការយល់សប្តិដែលប្រលឹងខ្មោចឪពុកបានមកបញ្យល់សប្តិប្រាប់កូនបង្កើតនឹងកូនប្រសាថាមេមន់ដែលពួកគេបានទិញហ្នឹងគឺត្រូវបានចោលចាប់យកមកលក់ឲ្យនោះទេហើយយកមេមន់នេះទៅឲ្យម្ចាស់គេវិញទៅគឺមានន័យថាប្រលឹងខ្មោចឪពុកបានចេញមកតវ៉ាជំនួសឲ្យម្ចាស់មន់ក្រោយពេលយល់សប្តិឃើញឪពុកមកប្រាប់បែបនេះក៏បានសាកសួរអ្នកដែលយកមេមន់ហ្នឹងមកលក់ឲ្យគាត់សួរចុះសួរឡើងទើបដឹងថាមេមន់ដែលនារីក្រមុំសៅកែដែលចាប់យកមកលក់ឲ្យគាត់នេះគឺមិនមែនជារបស់នាងឡើយហើយពួកគាត់ទាំងពីរនាក់ក៏បានយកមេមន់ហ្នឹងទៅប្រគល់ឲ្យម្ចាស់ដើមគេវិញទៅក៏មានការនិយាយសុំទោសកុំប្រកាន់ខឹងអីពីព្រោះថាពួកគាត់ក៏អត់ដឹងដែរស្មានថាមេមន់នេះគឺជារបស់នារីក្រមុំសៅកែម្នាក់នោះហើយពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធនិយាយថាវាជារឿងមួយដែលស្ទើរតែមិនគួរឲ្យជឿកុំតែបានប្រលឹងខ្មោចឪពុករបស់ខ្ញុំមកបញ្យល់សប្តិប្រាប់ពួកខ្ញុំនោះទេកុំអីពីអ្នកប្តីប្រពន្ធខ្ញុំនេះគឺមានការឆ្លោះប្រកែកជាមួយនឹងអ្នកជិតខាងហើយអាចនឹងឈានដល់ការប្តឹងផ្ដាល់គ្នាព្រោះតែមេមន់មួយក្បាលនេះក៏ថាបានដែរចាបងប្អូននេះគឺជាសាច់រឿងពិតមួយដែលបានកើតឡើងទៅលើក្រុមគ្រួសាររបស់បងសាយហើយរឿងរ៉ាវនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបន្ទាប់ពីស្ដាប់នៅរឿងរ៉ាវខាងលើនេះហើយមានមតិយោបល់បែបណានោះអាចធ្វើការចែករំលែកនៅខាងក្រោមវីដេអូនេះបានអរគុណដល់បងប្អូនដែលបានស្ដាប់រឿងរ៉ាវនេះតាំងពីដើមរហូតដល់ចប់ជួបជាមួយនឹងខ្ញុំនៅរឿងរ៉ាវក្រោយៗបន្តទៀត